បាទ YouTube ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំមានវគ្គពិសេសមួយពាក់ព័ន្ធជាមួយនឹងដំណាំកស៊ូបាទធ្វើកសិកម្មកាន់តែយូរកាន់តែមានបទពិសោធន៍កាន់តែមានប្រាក់ចំណេញបើចង់ដឹងច្បាស់សូមតាមដាន page របស់ហូយយុននិង page របស់ខ្ញុំបាទផ្ទាល់ចឹងបងប្អូនដែលមានដីត្រៀមដាំកស៊ូហើយចង់ដាំកស៊ូមានដើមទុនចង់ដាំកស៊ូគឺចូលរួមវគ្គនេះគឺអត់ឲ្យខុសទេហើយនឹងបងប្អូនដែលកំពុងតែប្រមូលផលពាក់ព័ន្ធកស៊ូហើយជួបបញ្ហាជាប្រចាំឆ្នាំរឿងការជាជ័រមិនចេញអីស្អីទាំងអស់ហ្នឹងសូមឲ្យចូលរួមនៅវគ្គនេះប៉ុន្តែវគ្គនេះគឺ free ទេគឺយើងឲ្យចូលរៀននៅថ្ងៃទី12ខែ9 2026 នៅខាងមុខហ្នឹងហើយគឺនៅអូប៉ូបាទនៅខាងស្រុករវៀងហ្នឹងគឺនៅផ្ទះឃ្លាំងកសិកម្មដែលគាត់ចែកចាយជាតំណាងចែកចាយរបស់យើងសហការជាមួយគាត់ប៉ុន្តែវគ្គនេះគឺពិសេសមែនទែនគឺមានវាគ្មិនដែលមានជំនាញច្បាស់លាស់ដែលគាត់ជាបណ្ឌិតទៅទៀតពាក់ព័ន្ធជាមួយនឹងកសិកម្មពិសេសគឺគាត់ជំនាញនៅខាងកស៊ូនឹងតែម្ដងអញ្ចឹងទៅជួបពួកគាត់ទាំងអស់គ្នាមានលោកគ្រូសុផាហើយនឹងមានលោកគ្រូម៉ាក់សុភាវាសនាដែលជាគ្រូប្រចាំសម្រាប់ហុយយន្តផ្ទាល់តែម្ដងជាវាគ្មិនពិសេសចែករំលែករយៈពេលមួយរសៀលពេញគឺចាប់ពីម៉ោង 2 រហូតដល់ម៉ោង 4 បាទអញ្ចឹងបងប្អូនចុះឈ្មោះឲ្យតាន់ព្រោះចំនួនមានកំណត់ខ្ញុំយកតែ200នាក់ទេបាទនឹងចែក free តែម្ដងដើម្បីឲ្យបងប្អូនជួយដល់ពុកម៉ែបងប្អូនដែលគាត់មានដំណាំកស៊ូដែលចង់ដាំកស៊ូពីព្រោះកស៊ូបងប្អូនដឹងថាជាដំណាំមាសដំណាំពេជ្រដំណាំអីទាំងអស់ហ្នឹងដែលគេឲ្យសហសនាមដោយសារអ្នកដែលដាំកស៊ូពិតជាខ្លាចជាអ្នកមានមែនអ្វីដែលយើងបានជួបហើយទីផ្សារក៏ល្អប៉ុន្តែវាទាមទារបច្ចេកទេសប្រើជីថ្នាំឲ្យបានត្រឹមត្រូវហើយនឹងពាក់ព័ន្ធជាមួយនឹងថែទាំសុខភាពមិនដើម្បីឲ្យវាបានផលរាប់រយឆ្នាំបាទមិនមែនដាំបានតែមួយឆ្នាំពីរប្រមូលផលហើយស្រាប់តែអស់ជ័រអស់អីទាំងអស់ហ្នឹងអញ្ចឹងសូមឲ្យចូលរួមវគ្គនឹងទាំងអស់គ្នាដើម្បីកែប្រែទៅលើដែលបច្ចេកទេសឬក៏អាស័យដែលជាបញ្ហាបងប្អូនអាចយកជាសំណួរអីទៅសួរគាត់មិនក៏បានដែរគឺឈរឲ្យសួរដោយមកពេញចិត្តតែម្ដងបាទអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី12ខែ9ពីម៉ោង 2 រសៀលបាទនៅខាងអូប៉ូខាងស្រុករវៀងហ្នឹងហើយនៅខេត្តព្រះវិហារហ្នឹងបាទអញ្ចឹងជួបគ្នាទាំងអស់គ្នាខ្ញុំនឹងចូលរួមនឹងដែរបាទសូមអរគុណជីសរីរាង្គប្រទេសណាក៏ធ្វើពីកាកសំណល់ហើយលំងសត្វតែហេតុអីបានជាយើងមិនគ្រប់គ្រងផលិតផលនៅក្នុងស្រុកហុយយន្តធ្វើបាន